ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនៅបង្ហាញទាំងអស់គ្នាពីរបៀបរកការបង់ថ្លៃពន្ធ sorry រកបង់ថ្លៃពន្ធរក amount ចំនួនមានន័យថារកចំនួននិងការបង់ថ្លៃពន្ធអូខេអញ្ចឹងយើងទៅមើលកលេសមើលតារាងរបស់យើងគេឲ្យបង្កើតតារាងលក់តំណែងមួយអញ្ចឹងឧទាហរណ៍យើងជាម្ចាស់ក្រុមហ៊ុនយើងបង្កើតតារាងមួយឧទាហរណ៍យើងលក់ម៉ាស៊ីនព្រីនតម្លៃមួយគ្រឿងវា$1000អញ្ចឹង15គ្រឿងតើវាតម្លៃប៉ុន្មានគេចង់ដឹងថា amount នេះយើងចំនួនដែល15គ្រឿងតម្លៃប៉ុន្មានអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបរកក្នុង amount ហើយរកថ្លៃពន្ធ 10% និង total បាទសរុប total នេះអញ្ចឹងតើគេធ្វើម៉េចនៅក្នុងរូបមន្តក្នុងមេរៀននេះគឺគេបង្ហាញយើងថា free charge មានន័យថាការដឹកជញ្ជូនគេយក$25គេដាក់ឲ្យយើងស្រាប់ហើយអញ្ចឹងយើងអត់ពិបាកគិតទេគឺយើងទៅរកតាម amount មកយើងចុចស្មើ sorry យើងចុចស្មើហើយយើងយក1000យើងគុណនឹង15មកបាទគឺយើងឃើញ15000អូខេអញ្ចឹងតាក់ 10% យើងធ្វើម៉េចយើងចុចស្មើហើយយើងយក amount ហ្នឹងយើងគុណនឹង10%អញ្ចឹងយើង enter មកយើងឃើញថ្លៃពន្ធហើយអត់ថ្លៃពន្ធ 10% ប៉ុន្មានអូខេស្មើ total កន្លែងនេះរៀងស្មុគស្មាញតិចព្រោះអីយើងត្រូវយកស្មើហើយយើងយកស្មើយើងយកបើកវងខ្យល់មួយមកហើយយើងយកលុយដែលចំនួនសរុបនេះយើងដកបងប្អូនយើងដកយ៉ាងមកដកនឹងលុយដឹកជញ្ជូនដកនឹងលុយថ្លៃពន្ធហើយយើងបិទវងខ្យល់មកយើងឃើញហើយអូខេហ្នឹងប៉ុណ្ណឹងមកយើងឃើញហើយបានប៉ុណ្ណឹងបាន